សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ថ្នាក់ធីវេតរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលការធ្វើទឹកម្ទេសគ្រឿងផ្សំសម្រាប់ធ្វើទឹកម្ទេសនឹងដែរមានដូចជាសំខាន់ជាងគេទឹកម្ទេសម៉ាឡេខ្ទឹមសអំបិលស្ករសទឹកខ្មេះទឹកហើយនិងពពួកសារធាតុ INS ចំនួន3ប្រភេទជំហានដំបូងមុនគេគឺពួកយើងចាប់ផ្ដើមធ្វើការកាត់ម្ទេសយកគ្រាប់ចេញឲ្យអស់ព្រមគ្រាប់វាអាចធ្វើឲ្យទឹកម្ទេសមានរលាយបានចឹងណាហើយលាងឲ្យស្អាតមួយមកពីហ្នឹងហើយអូដាក់ទៅចូលមួយតាមមួយជំហានទី2ដូចអ្នកទាំងអស់គ្នាបានឃើញក្នុងវីដេអូអញ្ចឹងគឺយើងយកវាមកកិននៅក្នុងម៉ាស៊ីនទឹកកឡុកហើយម៉ាស៊ីនទឹកកឡុកយើងរៀងតែនៅតិចទេណាយើងមានសុទ្ធតែចានក្របពីលើចឹងទៅហ្នឹងហើយអញ្ចឹងយើងកិនវាឲ្យសប់ឲ្យម៉ត់ឲ្យល្អអញ្ចឹងដូចនៅក្នុងវីដេអូបានបង្ហាញអញ្ចឹងជំហានទី3គឺពួកយើងយកម្ទេសដែលយើងកិនហើយហ្នឹងយកទៅបន្ទុំក្នុងរយៈពេល1យប់សិនជំហានទី4តើពួកយើងចាប់ផ្ដើមនៅថ្ងៃអាទិត្យពេលព្រឹកពួកយើងយកវាយកមកច្រោះយកទឹកហើយយកកាកចេញតែកាកហ្នឹងអត់បោះចោលទេណាកាកហ្នឹងពួកយើងប្រើតទៀតពួកយើងយកវាទៅធ្វើជាម្ទេសឆាហ្នឹងហើយអញ្ចឹងចាំមើលបន្ទាប់ពីវីដេអូនេះខ្ញុំនឹងចេញពីរបៀបនៃខ្នាដែលពួកខ្ញុំធ្វើម្ទេសឆាអញ្ចឹងណាចាហើយជាក់ស្ដែងទៅបន្ទាប់ពីពួកយើងច្រោះរួចពួកយើងចាប់ផ្ដើមថ្លឹងពពួកអំបិលស្ករទឹកខ្មេះហើយនិងពពួកខ្ទឹមសអីផ្សេងដើម្បីយកវាមកលាយល្បាយចូលនៅក្នុងទឹកម្ទេសដែលយើងបានច្រោះហ្នឹងហ្នឹងហើយហើយការពិតទៅទឹកម្ទេសនេះបើសិនជាអ្នកទាំងអស់គ្នាបន្ទុំបានមួយថ្ងៃ24ម៉ោងតែម្ដងឬក៏2ថ្ងៃអីអាចវាមានជាតិឈ្ងុយឆ្ងាញ់ជាងណាដោយពួកខ្ញុំបន្ទុំតែមួយយប់អញ្ចេះយកចេញមកដូចឈ្ងុយទឹកខ្មេះចឹងឈ្ងុយមែនតើបងបាទបានថតបងជំហានទី5គឺពេលយើងយករបស់ដែលយើងបានថ្លឹងហ្នឹងគ្រឿងផ្សំដែលយើងថ្លឹងយកមកលាយចូលក្នុងល្បាយហ្នឹងចឹងបន្ទាប់ពីការលាយពពុះគ្រឿងផ្សំដែលដាក់ចូលនៅក្នុងទឹកម្ទេសនឹងរួចហើយពួកខ្ញុំមើលឃើញថាទឹកម្ទេសនេះវារៀងតិចដែរចឹងក៏ពួកខ្ញុំសម្រេចចិត្តថាថែមទឹក1លីត្រទៅដើម្បីទឹកម្ទេសនឹងវាច្រើនជាងមុនចឹងណាហើយបន្ទាប់មកបានពួកយើងចាប់ផ្ដើមថ្លឹងល្បាយសរុបដែលយើងលាយទឹក1លីត្រនឹងរួចហើយវាមានប្រមាណលីត្រអញ្ចឹងណាថ្លឹងវាទៅហើយដើម្បីយើងដឹងថាល្បាយសរុបប្រមាណស្នងយើងលាយវាចូលជាមួយនឹងពពុះប្រភេទ INS គិតជាភាគរយនៃល្បាយសរុបហ្នឹងបន្ទាប់មកបានយើងចាប់ផ្ដើមដូចក្នុងរូបភាពអញ្ចឹងពួកយើងថ្លឹងរួចពួកយើងចាប់ផ្ដើមយកវាទៅដាំទឹកឲ្យពុះដាំវាឲ្យពុះក្នុង80អង្សានឹងឲ្យធំទៅ80អង្សាពួកយើងដកវាចេញមកវិញដើម្បីកុំឲ្យស្ងាត់ហើយជំហានបន្ទាប់ទៀតនេះពួកយើងចាប់ផ្ដើមកែបរិមាណរបស់ INS ទៅក្នុងល្បាយនេះរបស់ទឹកម្ទេសសរុបអញ្ចឹងនេះគឺជាសកម្មភាពពួកយើងចាប់ផ្ដើមកែ3ក្រាម 2.3 ក្រាមចា2.3អាសាមិនណាចូលចូលណាមើលដែរបានក្រាមដល់ស្ដាប់202 2.3ក្រាម202 11.5 2.3អីនេះ2.3នៅ202មួយទៀតខ្ញុំតាក់អូខេ11.5មានអីបាត់យ៉ាត់យើងស្លេចទេប្រហែលក្រាមណាខ្លាំងដល់ចាប្រហែលភាគរយ 0.5%
ចឹងនេះគឺជាសារធាតុ INS 1442គឺជាសារធាតុមួយដែលយើងប្រើដើម្បីធ្វើឲ្យទឹកប្រទេសរបស់យើងនឹងខាប់អញ្ចឹងយើងដាក់បរិមាណនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងគឺបរិមាណនៃល្បាយស្រពោះខ្ញុំគឺដាក់ប៉ុណ្ណឹង នេះពីនេះ34.5ដែរត្រូវតែមិនយើង35ច្រឡំនេះបាន30ហ៎ខ្ញុំកុំឃើញ34.5 ដាក់មកអានេះដាក់3ទេដាក់ទៀត đây bác có 39ហើយ 39ក៏3ចុះតើ បងឯងស្រួលគាត់ពេកបងឯងខ្ញុំស្រែកលឺចាស់ណា លត់នេះចាស់តែគាត់ខ្ញុំគាត់ញាត់ចូល អាហ្នឹងវាមកសៅទៅ ខ្ញុំអត់សម្លត់ទេ មិនធ្លាក់លឹកវាមកសៅច្រើនមុខលេចូលគ្នា គាត់ខ្សែទេយើងញាត់ពីទីវាយចោល ដូច្នេះINA 1442មិញហ្នឹងគឺយកមកកូលីជាមួយនឹងទឹកប្រទេសមិញហ្នឹងដែលយើងបានដាំពុះហើយអូទាំងអស់គ្នានេះគឺជា INA 202គឺជាសារធាតុ INA ដែលរក្សាទុកផលិតផលបានយូរអញ្ចឹងពួកយើងប្រើមិនតិចដែរនៅក្នុងប្រភេទទឹកប្រទេសពួកយើងប្រើហ្នឹងណាហើយនេះគឺជាសារធាតុ INF មួយយ៉ាងទៀតគឺគេហៅថាសារធាតុកម្មមួយស្ករសជាមួយស្ករសយើងចាប់ផ្ដើមវាយពពួកពីរប្រភេទហ្នឹង INF ស្ករសចូលគ្នាជាមួយនឹងទឹកព្រោះវាមានសារធាតុរៀងស្អិតជាងបន្តិចអញ្ចឹងយើងសាកល្បងតេស្តទាំងអស់គ្នាការនៅក្នុងថ្នាក់រៀនហ្នឹងណាចឹងតាមរយៈអ្នកគ្រូបានបញ្យល់នៅក្នុងនោះអញ្ចឹងពពួកស្ករសជាមួយនឹងសាន់ថានហ្គាមគឺលាយជាមួយនឹងទឹកគឺយើងធ្វើម៉េចជាធម្មតាគឺយើងប្រើព្យាយាមប្រើពពួកសម្រាប់ក្លុកនឹងឲ្យខ្លាំងណាដាក់ទៅភ្លាមយើងក្លុកឲ្យបានលឿនហើយឲ្យខ្លាំងឲ្យញាប់អញ្ចឹងទៅធ្វើឲ្យអាសារធាតុសាន់ថានហ្គាមហ្នឹងវាលាយជាមួយចូលស្ករសហើយទឹកនឹងបានចូលហ្មងhồi chôn để chôn nó còn hơn đi ហើយនេះគឺពួកខ្ញុំចាប់ផ្ដើមតេស្តម្ដងម្នាក់ចង់សាកថាតើកម្លាំងដៃពួកយើងលាយសារធាតុទាំងអស់ហ្នឹងគឺមិនដែរចឹងណាហ្នឹងហើយតែដើម្បីដឹងទាំងអស់គ្នាបងងប់ចឹងដែរអ្នកគ្រូរោចឹងបន្ទាប់ពីតេស្តលាយសារធាតុទាំងអស់ហ្នឹងដោយដៃហើយពួកយើងអស់សមត្ថភាពគឺយើងចាប់ផ្ដើមប្រើម៉ាស៊ីនក្លុកម្ដងអញ្ចឹងចំពោះការប្រើម៉ាស៊ីនក្លុកគឺយើងយកអាសារធាតុលបាយទាំងអស់លេងទឹកម្ទេសហ្នឹងដាក់ចូលក្នុងម៉ាស៊ីនទឹកក្លុកហើយបន្ទាប់មកយើងចាប់ផ្ដើមរោយស្ករសហើយណាពួកសាន់ថានហ្គាមហ្នឹងចូលទៅម្ដងតិចយើងក្លុកបដើអញ្ចឹងទៅម្ដងតិចអញ្ចឹងទស្សនាទាំងអស់គ្នាថាតើវាមានលក្ខណៈបែបម៉េចអញ្ចឹងណាអញ្ចឹងយើងត្រូវអញ្ចឹងហើយខ្ញុំកំពុងគិតថាបានអីហើយអូចានទៅចានគីឡូចឹងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាបន្តិចដែរពីការប្រើប្រាស់ពពួកសារធាតុ INA 202ដែលរក្សាទុកបានយូរហ្នឹងអញ្ចឹងពេលយើងលាយល្បាយពពួកសាន់ថានហ្គាមពពួក1442ហ្នឹងចូលទាំងអស់ហើយអស់លេងហើយវានៅសល់មួយចុងក្រោយគេគឺជាសារធាតុ INA 202ហ្នឹងឯងហើយចំពោះការប្រើប្រាស់វាហ្នឹងគឺយើងធ្វើមិនឲ្យល្បាយដែលយើងកំពុងតែមានហ្នឹងថយចុះសីតុណ្ហភាពនៅសល់ត្រឹម40សិនឬក៏ក្រោម40បន្តិចចឹងណាទើបយើងអាចដាក់សារធាតុ INA ចូលនឹងបានប៉ុន្តែករណីនេះបើសិនជាអ្នកទាំងអស់គ្នាធ្វើនៅផ្ទះញ៉ាំទេបើចាំដាក់ពពួកសារធាតុINS 202ដែលមាននៅក្នុងវីដេអូហ្នឹងហ្នឹងហើយមិនដាក់ចូលក៏បានដែរតែករណីយើងធ្វើជាបែបជាឧស្សាហកម្មធ្វើការលក់ឬក៏អីអញ្ចឹងអ្នកទាំងអស់គ្នាឃើញមានប្រើពពួកទឹកប្រទេសយើងញ៉ាំនៅក្នុងកាទៀវនៅក្នុងអីហ្នឹងនឹងលើបាយស្រូបបាយនឹងអីហ្នឹងគឺវាប្រើបានយូរដោយសារតែពពួកសារធាតុ INS 202ហ្នឹងឯងអញ្ចឹងចំពោះការដាក់ចូលដូចខ្ញុំបានបញ្ជាក់អញ្ចឹងធ្វើមិនឲ្យសីតុណ្ហភាពរបស់វាហ្នឹងគឺវាធ្លាក់ដល់40អង្សាសិនទើបយើងអាចចាប់ផ្ដើមដាក់សារធាតុនឹងចូលបានអញ្ចឹងដោយសកម្មភាពអ្នកថ្នាក់រៀនខ្ញុំគាត់ចាប់ផ្ដើមធ្វើអញ្ចឹងគាត់ចាប់ផ្ដើមក្លុកបដាអញ្ចឹងហើយគាត់វាស់ស្ថានភាពបដាអញ្ចឹងណាតែអញ្ចឹងកោវាត្រូវការលក្ខណៈដូចត្រូវការរំលោភពេលដាក់ចូលទៅវាអត់តាក្លុកអត់គ្រូ
bà hát mình lọc đây của chưa tiền thì hai thì sao như là nó thủ rồi mà những tai kiến xã rồi này ចឹងដូចអ្នកទាំងអស់គ្នាបានឮអញ្ចឹងការអនុវត្តយើងពេលខ្លះក៏មិនទៅថាទៅតាមប្រព័ន្ធទាំងអស់ដែរអញ្ចឹងណាហើយវាអាចប្រែប្រួលទៅតាមបរិមាណដែលយើងធ្វើនឹងហើយយើងអាចបត់បែនតាមនឹងអញ្ចឹងទៅអញ្ចឹងបន្ទាប់ពីពពួកសារធាតុលបាយទាំងអស់ហ្នឹងវាចាប់ផ្ដើមខាប់លាយចូលគ្នាអស់ហើយមកទៅយើងឃើញយើងខាប់ដោយទឹកបន្ទះយើងញ៉ាំរាល់ដងហ្នឹងយើងចាប់ផ្ដើមអាចទុកឲ្យវាត្រជាក់ហើយដាក់ចូលនៅក្នុងដងបានអញ្ចឹង cho trên má cho trên môi chế như ai rồi hai mà cho trên môi chị rồi lên chị hai con ăn chị đó hai con ăn chị đó con nó nổi ban này này cho nhìn hai rồi con nó nổi là con bay từ lăng hai con mình sang còn ở đâu một lăng con bàn này thấy hồ mà tôi nè là bay về lăng với hai con thằng đây là làm nó là bay đại rồi ហើយនេះគឺជាសមិទ្ធផលចុងក្រោយនៅពេលដែលយើងរៀនចប់